ជ្រើសរើសបុគ្គលិកឲ្យបានល្អនិងមានប្រសិទ្ធភាពជាងមុនតែយើងគួរកំណត់និយមន័យល្អនឹងយ៉ាងម៉េចទៅជាធម្មតាបើសិនបើយើងមានត្រឹមតែ JD គឺយើងអាចធ្វើការជ្រើសរើសបុគ្គលិកបានហើយមែនទេប៉ុន្តែបើសិនបើចង់ឲ្យការជ្រើសរើសរបស់យើងកាន់តែប្រសើរជាងមុនយើងគួរតែមានបន្ថែមប្រមាណចំណុចនេះអញ្ចឹងដំបូងគឺយើងត្រូវរៀនបង្កើតយើងហៅថា ideal employee នៅក្នុង ideal employee របស់យើងគួរតែកំណត់ទៅលើទី1សមត្ថភាពហើយនិងជំនាញថាតើតួនាទីដែលយើងត្រូវការរើសយើងត្រូវការគាត់មានសមត្ថភាពអ្វីគេជំនាញអ្វីខ្លះជំនាញនេះគឺជំនាញរឹងនិងជំនាញទន់ហើយយើងត្រូវវិភាគបន្ថែមថាតើជំនាញបែបណាដែលបេក្ខជនយើងត្រូវការនឹងគាត់ចេះហើយគាត់ចូលចិត្តប្រើទៀតអញ្ចឹងទើបឲ្យការធ្វើការរបស់គាត់កាន់តែមានប្រសិទ្ធភាពទី2គឺបុគ្គលិកលក្ខណៈហើយនិងចំណាប់អារម្មណ៍របស់គាត់ចា៎តួនាទីដែលយើងរើសចូលមកយើងត្រូវប្រកាសថាបុគ្គលិកគ្រប់ផ្នែកគឺគាត់មានចំណាប់អារម្មណ៍ទៅលើវិស័យក្រុមហ៊ុនរបស់យើងដូចគ្នាឧទាហរណ៍ថាក្រុមហ៊ុនយើងធ្វើការនៅខាងបច្ចេកវិទ្យាអញ្ចឹងគ្រប់ផ្នែកត្រូវប្រកាសថាគាត់ជាអ្នកចូលចិត្តប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាហើយនឹងអត្តចរិតបុគ្គលិកលក្ខណៈរបស់គាត់ដូចគ្នាថាតើតួនាទីនោះត្រូវគាត់ឲ្យបកកាយខាងទំនាក់ទំនងខាងក្រៅឬក៏គាត់ផ្ដោតទៅលើយើងហៅថា result oriented ជាចុងក្រោយកុំភ្លេចមើលទៅលើគុណតម្លៃមនុស្សម្នាក់ៗគាត់មានគុណតម្លៃរៀងៗខ្លួនអញ្ចឹងហើយយើងត្រូវយកមកប្រៀបធៀបគុណតម្លៃរបស់បេក្ខជនជាមួយនឹងគុណតម្លៃរបស់ក្រុមហ៊ុនទើបអាចឲ្យបុគ្គលិកនិងក្រុមហ៊ុនគឺគាត់អាចធ្វើការទៅរលូនបានយូរអង្វែងជាមួយគ្នាបន្ទាប់ពីយើងបានធ្វើការកំណត់ទៅលើ ideal employee របស់យើងហើយជំហានបន្ទាប់ដែលយើងត្រូវធ្វើគឺធ្វើការបែងចែកកំណត់អ្វីដែលជាតម្រូវការចាំបាច់និងតម្រូវការបន្ទាប់បន្សំពីព្រោះថាអ្វីដែលយើងកំណត់មិនប្រកាសថាយើងអាចរកបាននៅក្នុងទីផ្សារការងារនៅក្នុងធនធានរបស់យើងទេបន្ទាប់ពីយើងបានកំណត់នឹងហើយគឺយើងធ្វើការគិតថាតើយើងផ្ដល់អ្វីខ្លះជូនទៅដល់បេក្ខជនរបស់យើងជូនទៅដល់ពួកគាត់ដើម្បីឲ្យអ្នកក្លាហានទាំងអស់ហ្នឹងគាត់អាចមកចូលរួមជាមួយនឹងក្រុមហ៊ុនរបស់យើងបានជាចុងក្រោយខ្ញុំអាចនិយាយបានថាអ្វីដែលយើងកំណត់មិនប្រកាសថាដឹងតែទៅរកបានទេចឹងហើយយើងអាចបន្ថយការរំពឹងទុករបស់យើងប្រសិនបើយើងអាចជួបមនុស្សដែលគាត់មានត្រឹមប្រហែលជា60ទៅ70%នៃតម្រូវការរបស់យើងគឺបានន័យថាល្អហើយសរុបមកវិញបងប្រហែលជាឆ្ងល់ហើយថាគ្រាន់តែត្រូវការជ្រើសរើសបុគ្គលិកសោះហេតុអីក៏ស្មុគស្មាញមិនហើយការងារច្រើនទៀតអញ្ចឹងអត់ចាំបាច់បារម្ភទេអ្វីដែលខ្ញុំបានជំរាបជូនខាងលើទាំងអស់ហ្នឹងគឺមានការផ្ដល់ជូន free នៅក្នុងកញ្ចប់ជ្រើសរើសសេវាកម្មជាមួយ Working Na អញ្ចឹងប្រសិនបើបងប្អូនអរគ្នាអាចចាប់អារម្មណ៍អាចធ្វើការតាក់ទងជាមួយនឹងក្រុមការងារបាន